សួស្តីបងប្អូនខ្ញុំសូមណែនាំកម្មវិធីមួយកម្មវិធី data អញ្ចឹងយើងបើក app data នេះមកដើម្បីទៅតម្លើងកម្មវិធី data អញ្ចឹងបងប្អូនដែលមានកម្មវិធី data ហើយយើងបើកវាមកហើយបើអត់ទាន់មានយើងចូលទៅក្នុង Play Store យើងសរសេរពាក្យថា DAL មកវា load ឲ្យយើង data យើងទៅឡើងមកយើងចុចពាក្យនេះមកយើងចុចពាក្យថា dataសេសឌីមិនមក data វា load ឲ្យយើងសេអញ្ចឹង load data យើងចុចឡើងមក data ណាវិញទៅឡើងវាមកតែបើយើងទៅឡើងទេយើងទៅឡើងតែបើយើងទៅឡើងហើយក៏អានេះមិនមែន data ណា data គីមខុសគ្នាអញ្ចឹងយើងអត់យល់ទេអានេះគឺលុបចោល data ហ្នឹងវាអត់ត្រូវ data ហ្នឹងគឺផ្សេងវាដាក់ផ្សេងយើងលុបពាក្យ data អញ្ចឹងយើងចូលទៅកម្មវិធីមកយើងបើកវា data នេះមកយើងចុចដាក់លេខទូរស័ព្ទយើងមកប៉ុន្តែយើងរកប្រទេសសិនតែយើងនៅកម្ពុជាយើងដាក់សរស៊ីមកកម្ពុជា Cambodia យើងសេវាយលេខទូរស័ព្ទយើងមកយើងវាយលេខទូរស័ព្ទយើងមកដាក់មកថាខ្ញុំចូលកម្ម7ចឹងវាយចូលកម្ម7ចឹងយើងវាយលេខទូរស័ព្ទមកយើងចុច next step ចឹងមកបន្ទាប់មកទៀតបងប្អូនរងចាំបន្តិចទៅហ្នឹងហើយវាលើពាក្យថា next step យើងសង្កេតថាឈ្មោះអីតែយើងទឹកចង់បានយើងដាក់នឹងមកដាក់ឈ្មោះ Dina អញ្ចឹងមកតែឲ្យដាក់4ឡើងទៅអញ្ចឹងយើងថែមលេខមួយមកដាក់ Dina 1នេះមកយើងដាក់ប៉ុណ្ណឹងក៏បានហើយយើងរកូតក្នុងឆាតឬក្នុងក្រុមខ្ញុំទៅលើអញ្ចឹងបងប្អូនយកក្នុងនេះមកសរសេរអញ្ចឹងតែក្នុងក្រុមខ្ញុំលើក៏បានដែរអញ្ចឹងបងប្អូនចុចកន្លែងគ្រប់ដែលខ្ញុំធ្លាក់ឲ្យគេឬមួយក៏ Messenger ហ្នឹងក៏បានដែរ copy ចឹងមកយកទៅផាសកន្លែងត្រូវសេរកូដទៅវិញចុច next step ចឹងមកrồiយើងចុចពាក្យ DSM ទៅអូខេមកទៅមកយើងចុចយកពាក្យថាយើងចុចពាក្យយកពាក្យ Global Universal ទៅមកយើងចុចយកលេខទូរស័ព្ទលេខបូកចឹងមកលេខបូក91ហ្នឹងទៅមកយើងចុច next step ចឹងបងប្អូនធ្វើការរងចាំវាប៉ុន្តែយើងចុចយក WeChat WeChat ហ្នឹងណាភាសាអញ្ចឹងយើងចុចភាសាសិនមក confirm នេះមកយើងចុច WhatsApp មកបើ WhatsApp ភាសាចូលគេហ្នឹងហើយទៅយើងចុចសារនេះយើងរងចាំសារនេះគ្រីសហើយបានយើងចូលទៅ confirm URL ពាក្យ confirm នៅក្រោមនេះ next step ដើម្បីយើងបង្កើត account បានចុច confirm យ៉ាងណាហ្នឹងបានចូលជោគជ័យយើងរងចាំយើងមួយស្បកសិនមកជោគជ័យចឹងគឺលោកគ្រាយើងហើយលោកគ្រាយើងចឹងគឺយើងបានជោគជ័យហើយអញ្ចឹងគឺយើងចុចបានយើងមកបានចុចឡើងនេះមកប្រហែលបានយើងចុចតែនេះមកទៀតមកលោកឲ្យយើងអញ្ចឹងវីដេអូការម៉ាញកាក់ data គឺមានតែប៉ុណ្ណឹងអរគុណច្រើនសម្រាប់បងប្អូនដែលតាមដានវីដេអូនេះហើយរឿង24ម៉ោងយើងចុចមើលម្ដងម៉ោងវិញឡើយនេះគឺម៉ោង